លោកប្រកែកចេតាមផ្លូវហើយឈានដល់បើកឡានដេញបុកគ្នាឡានព្រុសពណ៌ខៀវដេញបុកឡានព្រុសពណ៌សពីក្រោយតាមផ្លូវ32បេធីដល់ផ្លូវបំបែកជា3ឡានព្រុសពណ៌សបត់ឆ្វេងកិច្ចផុតពីឡានព្រុសពណ៌ខៀវជ្រុលទៅបុកបង្គោលភ្លើងនិងជញ្ជាំងផ្ទះប្រជាពលរដ្ឋខ្ទេចមុខរងរបួសក្មេងប្រុសម្នាក់អាយុ3ឆ្នាំជាកូនម្ចាស់ឡានដល់มันទុកយ៉ាងជ្រាបទុកខ្លួនឯងហើយបុកគូតគេខុសចំខ្លួនឯងដេញពីនោះមកណាពូណាចាដេញមកពីបងមកដេញអូដេញពី32មកហ្នឹងមកវគ្គបាទមួយគ្រឿងទៀតទៅបាត់ទៅមួយគ្រឿងនេះបុកជាចុះអាហ្នឹងហាត់កិច្ចផុតទៅយើងប្រងបុកគេអូយើងចង់បុកគេអូគេចឹងគូខ្លាំងមានអីទេគេកិច្ចផុតឯងយើងជាងទេរបួសកូនហ៎កូននៅហើយក្បាលពូក្បាលឯងលុកទៅធ្ងន់អត់មិនធ្ងន់ហ្មងទេឈាមច្រើនពូឈាមមកណាអូលឺថាមានការឆ្លុះជាតិទេពូអូលឺទៅគេឡានពណ៌សមួយនោះជាឡានហ្នឹងទៀតហើយគេជាយើងឡើងបាញ់ដេញដល់ពេលដេញមកជួយបុកយើងពុំផត់យើងពុំផត់អូមកផត់បុកគោភ្លើងបណ្ដោយកូនស្រីប្រុសប្រុសកូនប្រុសយកកូនទៅពេទ្យទៅហើយក្បាលឬពូធ្ងន់ណាបាទហូរឈាមខ្លាំងនៅបោះធ្ងន់មួយយើងមានទៅថៃមួយគេកូនអូតែយើងរុញតឡានចេញពីផ្លូវមកផ្ទះទៀតចឹងឡាននេះរុញទេពូណែមែនទេឡាននេះកណាហើយអូរុញមកដាក់ហ្នឹងអូធ្វើម៉េចបិទផ្លូវគេផ្ទះរាចោគេបើឡានអត់មានប៉ះមួយអ្នកណាផងកាសតែពូភ្លើងយើងចឹងមកតែយើងប្រាប់ប៉ះតែពូភ្លើងតាបាទរុញមកទៅដោះស្រាយតែពូភ្លើងទៅបាទរុញនេះផ្ទះពេញហ្នឹងអានេះពូភ្លើងបើឡានហ្នឹងនេះឡានអញ្ចឹងអញ្ចឹងអញ្ចឹងទៀតមកបុកទៅពីកោងទៅបុកទៀតគូតមួយទៀតបើឡានអញ្ចឹងគូតហ្នឹងអូគូតឡានហ្នឹងមកដល់ត្រឹមនេះហើយអូបានន័យថាបុកទៅឡានហ្នឹងវាផ្ទប់ឲ្យឡងមកវិញនៅសអាយ៉ែនេះឡាននេះចឹងអស់ផ្លូវហើយឡានហ្នឹងឡានហ្នឹងបាទមួយនៅនេះយើងមិនអាយ៉ែមិនកើតកាច់ហូតវាមិនកើតបាទពូបាទចឹងមកថាកាច់ហូតចេញចេះអត់មិនយើងយន្តទៅនៅបានយកហូតទៅបានលេងដេញបុកឡានមកគ្រឿងទៀតតែបុកអត់ចំបាទមកបុកគេពីក្រោយតែចៃដន្យមកបុកចំបកគោភ្លើងទាំងបងផ្ទះបងប្អូនជីវរដ្ឋបាទឡើងខ្ទេចឡើងខ្លួនឯងនេះរបួសទាំងកូនម្នាក់ទៀតបាទកូនអាយុ3ឆ្នាំបាទឥឡូវកូនក៏បានបញ្ជូនទៅមន្ទីរពេទ្យបាត់ហើយកែងហ្មងបងណាអានេះគាត់ស្បាក់ណានេះបងឡានពណ៌សបានកាក់បាត់ហើយបាទសំណាងមានម៉ូតូអត់មានឡានមានក្មេងៗក៏មុនមានតលើកាមេរ៉ាវាមានណាកាមេរ៉ាគ្រប់ហ្នឹងមានទាំងអស់ហ្នឹងចឹងពេលតែឡានទៅទីចូលផ្ទះបានអត់ដឹងទៅណាបាទយើងមើលសភាពខាងក្រោយនៃរថយន្តដូចជាអត់មានស្នាមមានអីបុកប៉ះទៀតទេបាទមិនដឹងថាយ៉ាងម៉េចតែគាត់ដឹងថាមានការជេរគ្នាបាទរហូតឈានដល់មានការដេញបាទដេញទៅក៏រថយន្តព្រុសពណ៌សនេះគឺខាងនៅខាងមុខហើយរថយន្តនេះគឺនៅដេញពីក្រោយបាទហើយក៏រថយន្តព្រុសពណ៌សហ្នឹងបាទដល់ចំណុចកន្លែងផ្លូវកោងបាទផ្លូវបាយជា3អសតេនេះក៏បត់ឆ្វេងទៅបាត់ទៅហើយចំណែករថយន្តព្រុសបាទពណ៌ខៀវនេះក៏ជ្រុលមកបុកនឹងបកគោភ្លើងបាទទប់ជាប់នៅទៅនឹងរងការខូចខាតហើយរបួសទាំងក្មេងម្នាក់ទៀតបាទអាយុ3ឆ្នាំបាទឥឡូវនេះគឺគាត់បានប្រម៉ែប្រមូលអីវ៉ាន់បាទចេញពីខាងក្នុងរថយន្តបាទទីតាំងនេះគឺស្ថិតនៅតាមផ្លូវលំបាទផ្លូវបេតុង32បេតេដែលស្ថិតនៅក្នុងសង្កាត់បឹងតពុនទី2បាទខេត្តមានជ័យរាជធានីភ្នំពេញមានថ្ងៃខ្លះរាងកាយហត់តែជីវិតមិនឈប់ឲ្យយើងសម្រាកទេយើងខំប្រឹងរាល់ថ្ងៃដើម្បីសុខភាពដើម្បីគ្រួសារដើម្បីខ្លួនឯងជួយបំពេញធម៌ពលកាត់បន្ថយភាពនឿយហត់និងជួយឲ្យរាងកាយមានកម្លាំងជារៀងរាល់ថ្ងៃអ៊ីរ៉ាយិនសិនជាអំណោយធម៌ពលសម្រាប់អ្នកប្រឹងប្រែងអ៊ីរ៉ាយិនសិនជាយន្តសិនដើមមានអាយុកាល6ឆ្នាំហើយត្រូវបានផលិតដោយផ្សំជាមួយនឹងទឹកឃ្មុំសុទ្ធ 100% ហើយវាមានតួនាទីជួយបំពេញសុខភាពទាំងមូលបង្កើនធម៌ពលនិងភាពស៊ាំជួយបេះដូងថ្លើមលំហូរឈាមកាត់បន្ថយ stress និងភាពនឿយហត់ព្រមទាំងជួយពន្យាភាពចាស់និងបង្កើនសមត្ថភាពរាងកាយអ៊ីរ៉ាយិនសិនជាជម្រើសដ៏ល្អសម្រាប់សុខភាពរបស់លោកអ្នក